តោះឥឡូវវីដេអូនេះសម្រាប់បងដែលប្រើ mic DJI Mic Mini 2ដែលទើបតែយកទៅអត់ទាន់ចេះប្រើបាទជាដំបូងគឺreceiver របស់វានេះគឺយើងត្រូវការដោតជាមួយនឹងជើងរបស់វាគឺបែបនេះបាទជើងប្រភេទ Type C យើងដោតវាឲ្យដល់កលាក់របស់វាទៅហើយបន្ទាប់ពីហ្នឹងគឺយើងមុនថតយើងដោតវាចូលមកក្នុងទូរស័ព្ទបាទហើយមានភ្លើងលេខ1លេខ2បែបនេះគឺវាតំណាងឲ្យម៉ៃទី1ទី2អញ្ចឹងយើងដោតតែប៉ុណ្្នឹងហើយគឺយើងអាចថតបានហើយអញ្ចឹងនៅលើម៉ៃគឺវាមានប៊ូតុងបិទបើក on off យើងចុច2ដងផ្ទួនគឺវាបើកមុខងារកាត់សេរីរំខានហើយនឹងបិទមុខងារកាត់សេរីរំខានអញ្ចឹងបន្តមកទៀតនេះគឺដើម្បីដូរគ្របម៉ៃដែលមានដៃឆក់របស់វានេះបានគឺយើងគ្រាន់តែឆ្កឹះផ្នែកខាងក្រោមបន្តិចមកវាមានកលាក់របស់វាដូចដែលបងប្អូនឃើញនេះបាទគឺវាមានកលាក់របស់វាយើងដាក់ឲ្យទៅត្រូវកលាក់របស់វាមកគឺវាឆក់ជាប់នៅនឹងហ្មងអញ្ចឹងអានេះកន្លែងកលាក់របស់វាយើងដាក់តែកញ្ចក់ឆ្កឹះតែបន្តិចទៅបានហើយដោយសារខ្ញុំកាន់ដៃមកជាហៀងវាបាក់បន្តិចអញ្ចឹងតែប៉ុណ្្នឹងហើយគឺយើងចូល record មកបាទអានេះគឺយើងrecord វាជាក់ស្ដែងបងប្អូនឃើញខ្ញុំអត់និយាយទេអានេះយើងគ្រាន់តែគោះមានន័យថាតសៃសំឡេងហ្នឹងគឺវាដើរតែម្ដងអញ្ចឹងកាលណាវាដើរបែបនេះគឺយើងអាចថតបានហើយបាទអញ្ចឹងសម្រាប់នេះគឺផ្នែកខាងក្រោយនេះគឺវាឆក់ហើយវាក៏អាចទូនាទីវាមួយទៀតគឺវាគៀបអញ្ចឹងបើករណីថាយើងអត់ចង់ប្រើឆក់គៀបហ្នឹងទេយើងអាចប្រើដៃឆក់មួយនេះបាទដៃឆក់នេះគឺជាប្រភេទដៃឆក់ខ្លាំងជាងហើយវាងាយស្រួលវាតូចជាងអញ្ចឹងណានេះបងអញ្ចឹងដំបូងដើម្បីយើងចូលទៅក្នុង setting វាបានយើង download app វាហើយយើងចូលទៅក្នុងពាក្យថា go setting អញ្ចឹងយើងចុច go setting ហ្នឹងនៅពេលដែលយើងដោត receiver ហ្នឹងមកវា load អក្សរហ្នឹងយើងចូលមកវាដល់ផ្ទាំងនេះអញ្ចឹងពាក់ព័ន្ធនឹង stereo ហើយនឹង mono នេះជាធម្មតាយើងដាក់ mono ទៅបើសិនជាយើងលក្ខណៈថតលក្ខណៈ professional យកសំឡេងទៅកែបន្ថែមអីហ្នឹងចាំយើងយក stereo អញ្ចឹងបងហើយកន្លែង safety track នេះវាយើងបើកទៅវាជា software មួយពាក់ព័ន្ធនឹងជួយសលេងយើងដែរអញ្ចឹងណាហើយនឹង noise reduction នេះកាលណាយើងបិទគឺវាសលេងធម្មតាអញ្ចឹងបើយើងបើកវាកាត់សលេងរំខានហើយហ្នឹងមុខងារហ្នឹងយើងអាចបញ្ជានៅលើម៉ៃបានដូចគ្នាយើងចុច double click នៅលើម៉ៃពីរដងត្រង់ប៊ូតុងបិទបើកនៅលើម៉ៃប៊ូតុង on off យើងចុច double click វាទៅអញ្ចឹងខ្ញុំចុចចេះខ្ញុំអត់បានថាច់នៅលើនេះក៏វាបិទដែរដើម្បីបើកវាចុច double click ពីរដងទៀតដែរអញ្ចឹងយើងចុចអញ្ចឹងគឺវាបើកអញ្ចឹងកាលណាវានៅកន្លែង basic គឺវាកាត់ស្រាលហើយនឹង strong គឺវាកាត់ខ្លាំងអញ្ចឹងវាអាស្រ័យទៅលើយើងប្រើប្រាស់ជាក់ស្ដែងបើយើងចង់ឲ្យវាកាត់តិចឬកាត់ខ្លាំងអាហ្នឹងវាអាស្រ័យទៅតាមទីតាំងដែលយើងថតជាក់ស្ដែងថាវាសំឡេងរំខានច្រើនអត់អញ្ចឹងជាធម្មតាបើខ្ញុំប្រើធម្ម basic អញ្ចឹងវាអត់សូវកាត់ខ្លាំងហើយកន្លែងពាក្យថា low cut នេះវានៅក្នុងTX setting អញ្ចឹងវាពាក់ព័ន្ធទៅនឹងការសេរីទៅលើម៉ៃអញ្ចឹងនៅក្នុងនេះអ្វីដែលយើងត្រូវបើកដែលវាអត់ទាន់បើកហ្នឹងគឺមានតែ low cut មួយទេអញ្ចឹងយើងបើកវាទៅអាហ្នឹងវាជួយការពារសំឡេងរបស់យើងអត់ឲ្យខូចនៅពេលដែលសំឡេងណាដែលយើងអត់ចង់បានអីគឺវាជួយសម្រួលហ្នឹងវាដូចមុខងារ AI មួយអញ្ចឹងហើយមួយទៀតដែលសំខាន់ហ្នឹងចុងក្រោយគេហ្នឹងគឺបងមើលកន្លែងពាក្យ voice tone ខាងក្រោមគេហ្នឹង voice tone ហ្នឹងគឺវាផ្លាស់ប្ដូរសំឡេងបងអញ្ចឹងឥឡូវនេះខ្ញុំកំពុងថតសំឡេងនេះនៅក្នុងមុខងារ regular ហ្នឹងអាហ្នឹងសំឡេងទី1អញ្ចឹងសំឡេងទី2នេះខ្ញុំដូរមក rich អញ្ចឹងសំឡេងនេះគឺជាសំឡេងទី2ហើយនៅសំឡេងទី3នេះ bright អញ្ចឹងបងស្ដាប់មើលនៅក្នុង3សំឡេងហ្នឹងតើវាខុសគ្នាបែបម៉េចឬក៏យើងចូលចិត្តសំឡេងបែបមួយណាយើងយកមួយហ្នឹងទៅហើយនៅពេលដែលយើងថតក្រោយទៀតគឺយើងគ្រាន់តែថតមកគឺវានៅក្នុង setting នឹង automatic ហើយយើងអត់ចាំបាច់សេរីវាម្ដងទៀតទេអញ្ចឹង setting ដែលយើងកំណត់ឲ្យម្ដងគឺវាជាប់រហូតហើយលុះត្រាតែបងចង់កែវាបានយើងត្រូវចូលមកកំណត់ម្ដងទៀតអញ្ចឹង